ម្សិលមិញបើក Facebook ឡើងមកឃើញព័ត៌មានមួយនិយាយទៅមិនដឹងថាបន្ទោសអ្នកណាព័ត៌មានដែលថាយាយហាមឃាត់ចៅកុំឲ្យមានស្នេហានៅពេលដែលសិក្សាអញ្ចឹងណារបៀបថាគាត់ចង់ឲ្យចៅរៀនចប់សិនសឹមមានសង្សារមានស្នេហាមានអីមានទៅបែបហ្នឹងណាតែទៅពេលហើយអញ្ចឹងទៅយាយហាមឃាត់ក៏ចៅគាត់ខឹងគាត់ក៏ស្លាប់យាយស្លាប់បាត់ទៅនិយាយទៅមិនចៅស្រីតែម្នាក់ណាចៅស្រីដល់12នាក់ស្លាប់យាយមិនដឹងថាត្រូវបន្ទោសអ្នកណាបន្ទោសយាយក៏មិនកើតបន្ទោសចៅក៏មិនត្រូវធម្មតាយាយគាត់ចាស់បុរាណគាត់តែងតែគិតវែងគិតឆ្ងាយហើយចាស់ពីមុនមិនឲ្យមានសង្សារមានស្នេហាអីអញ្ចឹងណាតែក្មេងសម័យនេះរឿងអញ្ចឹងគឺធម្មតាទូទៅ98%ឯងមិនថាកូនគេកូនយើងឯងដូចតែគ្នាធូរពេកវាមិនកើតទៅពេលតឹងពេកវាដាច់និយាយទៅពិបាកណាស់ក្មេងតែ8-10ឆ្នាំជាភាសាក្មេងកូនកើតនៅសុកកៅហ្នឹងហ្មងតានិយាយគាត់មិនសួរហ្នឹងគាត់ទៅក៏ចេញពីផ្ទះហ្នឹង